Bạn số đấy bong bóng đó kia chẳng ngày này vẫn đá khi nhung nâng bằng hai bong bóng về phong từ nâng cá đầm lớn anh vivo đập ram chẳng muốn nâng đầm lớn bong bóng cho một căn thẹp sợi ní hai vài biệt thà Windows Security chẳng bong khơi bên biệt thà Windows Security hái bong trôi máu cái lại virus and seed protection ní bong chọi vô trôi máu hơi kháng cáo với bên biệt mà exiting chẳng bong thực bật cái lại real time protection sẵn để sai dân miền pha mũi ở đầm bay chặt cho mỗi khi bao giờ ngoài biệt trời để cho này ở bong bật từ bong bị ba chế bên đấy ở bong bật về máu chuyện bật và ta bị bật hơi bong khoai bị chó bong cho một căn pha này nhung nhà tới bong khơi miền ăn vivo học buồn ấy bong chuột đầm làng với đầm bay đầm láng bong chuột màu sẫm đám how you biệt thà run as administrator xong rồi you biệt thà yes okay you biệt thà next accept next install chẳng xong thưa ca rong trăm mình tích viên năng installនៅtool មួយចំនួនដែលពាក់ព័ន្ធសម្រាប់ប្រើនៅក្នុង Envivo 15រយៈពេល install វាអាចរៀងយូរបន្តិចបន្ទាប់ពីបងប្អូនរងចាំបន្តិចមកវាបានបញ្ចប់យើងអាចចុចយក finish បានបាទបន្ទាប់ពី finish ហើយបងចូលមកមើលលើអេក្រង់បងនឹងឃើញមានEnvivo 15ហើយវានឹង load Envivo 15 activate នេះមកប៉ុន្តែបងកុំចុចយកអាកន្លែង login into my Envivo នេះបងចុចយកពាក្យ provide entering key to activate អញ្ចឹងមុននឹងចុចហ្នឹងបងខ្វែងឲ្យចោលសិនដើម្បី paste fix ចូលសិនខ្វែងវាចោលអញ្ចឹងនៅក្នុងនេះនៅក្នុង Envivo 15នេះបងទៅយក file fix ដែលខ្ញុំភ្ជាប់ជូនជាមួយនេះបង extract វាចេញមកចឹងបន្ទាប់ពី extract ហើយបង copy យក file នេះ copy យក file នេះហើយថយក្រោយចូលមកកាន់ program យើងដដែលមកស្ដាំលើ program ឃើញមានពាក្យ open file location ចឹងមកចុចយកពាក្យ open file location បាទហើយធ្វើការ paste វាចូលនៅទីនេះ control V មកវិញមកបាទហើយយកពាក្យថា replace file ហើយយកពាក្យ continue បាទបន្ទាប់ពីបងប្អូនចុច continue ឲ្យខ្វែងវាចោលមកយើងចាប់ផ្ដើមទៅធ្វើការដាក់ key activate អញ្ចឹងដើម្បីដាក់ key activate បានបងចុច double click បើក program នេះមកអញ្ចឹងដល់ត្រឹមនេះបងកុំចុចយកពាក្យថា login to my Envivo យើងចុចយកពាក្យថា provide enterprise key to activate ដូច្នេះបងចុចយកកន្លែង provide enterprise key to activate នេះមកបងនឹងឃើញមានកន្លែងឲ្យបញ្ចូលនៅ key license ដូច្នេះ key license នេះខ្ញុំនឹងផ្ដល់ជូនបងប្អូនម្នាក់មួយហើយសម្រាប់ key license របស់បងដែរគឺប្រើជា lifetime សម្រាប់ computer មួយតែម្ដងដូច្នេះខ្ញុំយក key ពីខ្ញុំមកចាំបន្តិចពីបងប្អូនធ្វើការ replace key ហើយពេលនោះវានឹងឲ្យបងប្អូនបំពេញឈ្មោះ username និង email បងប្អូនអាចប្រើឈ្មោះ username និង email របស់បងប្អូនមកemail នេះខ្ញុំដាក់ email របស់ខ្ញុំហើយ country ទីនេះអាចយកអីសិនក៏បានដែរអាចចុចពីយកពាក្យ activate បាទអញ្ចឹងបន្ទាប់ពីបងប្អូន activate ហើយវានឹងពេលដែលយើងចុចពេញusername name ហើយនឹង email ហើយនឹង country ដែលជាកន្លែងផ្កាយនឹងរួចហើយវានឹងចូលដល់ផ្ទះមួយនេះអញ្ចឹងបងចុចកន្លែង name នេះបងអាចពេញអីក៏បានដែរ initial នេះពេញអីក៏បានដែរអញ្ចឹងខ្ញុំពេញឈ្មោះខ្ញុំហើយទៅ call ហ្មងទៅហើយយើងចុចយកពាក្យថា OK បាទពេលនោះគឺយើងរងចាំបន្តិចបាទអញ្ចឹងគឺ account របស់យើងបាន update រួចរាល់បាទអញ្ចឹងបន្ទាប់ពីបងប្អូនបំពេញព័ត៌មានអីរួចរាល់ហើយយើងចុច OK មកយើងបានប៉ុណ្ណេះមានន័យថាការ activate key license របស់យើងគឺជោគជ័យហើយជំហានចុងក្រោយបងប្អូនចូលមកកាន់កន្លែង application option
ហើយបន្តមកយកពាក្យ notification បន្តមកកន្លែងនេះបងបដូរពី every 7 day មក never គឺយើងអត់ធ្វើការ update បន្តទៀតទេអញ្ចឹងបងចុច apply ហើយចុច OK បាទប៉ុណ្ណឹងគឺរួចរាល់Envivo គឺយើងអាចប្រើប្រាស់បានបាទសូមអរគុណ